នឹងជួននៅរឿងមួយទៀតនេះគឺពាក់ព័ន្ធនឹងរឿងតាមរំលោភមុននោះគឺម៉ែឪមិននៅទៅក៏តាមទៅចែកចង់ឲ្យរហូតដល់បានព្រមព្រៀងទៅតែក៏ជ្រុលដល់ការសម្លាប់អត់ដែលមានរឿងមួយទៀតនេះប៉ុនប៉ងរំលោភណែត្រូវបានគេនាំខ្លួនទៅបាត់ហើយអានេះគឺតាមអធិការនគរបាលស្រុកទឹកផុសលោកវរៈស្នេហ៍ឯកខេមវិបុលបានឲ្យដឹងកាលពីពេលល្ងាចថ្ងៃទី8ម្សិលមិញនោះថាជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយគាត់ឈ្មោះហ៊ុនផានអាយុ27ឆ្នាំរស់នៅភូមិរមាសឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងគេឃាត់ខ្លួនពីបទប៉ុនប៉ងរំលោភដែលប្រព្រឹត្តឡើងវេលាម៉ោង4កន្លះទៀបភ្លឺអត់ដេកត្មងណាម៉ោង4ទៀបភ្លឺនឹកចង់ត្មងម៉ោង4ឈានចូលថ្ងៃទី8ម្សិលមួយថ្ងៃទៅហើយហ្នឹងប៉ុនប៉ងឡើងទៅរំលោភលើស្ត្រីម្នាក់នោះគាត់អាយុ51ឆ្នាំដែររស់នៅភូមិជាមួយគ្នាហ្នឹងនេះ28 51ក៏មិនលើកលែងដែរហ្នឹងណាមើលសមមើលមុខទីមើលបាទបង្ហាញមុខជូនប្រិមិត្តបានស្គាល់មើលសំណំដែរណាដល់ពេលបានមើលមុខពាក់អាវសំណំណាអាវអាសាច់កបួយគេដូចសៀតប៊ិចម្ដើមផងអីសាច់កបួយអាវយឺតក្នុងអាកបួយកដដប់លេវធំក្រៅសៀតប៊ិចម្ដើមហ្មងតំណងដូចអ្នកហំហានសំណំបើណាចេះដឹងអាក្រាវិរុទ្ធអីណាហើយមានដឹងគុកច្រវាក់អីដែរទេហ្នឹងមានដឹងថារំលោភខ្សែផ្សន្តិវៈហ្នឹងជាប់គុកពី5ឆ្នាំទៅ10ឆ្នាំមានដឹងទេណាស្ថានទង្កន់ទោសណាសៀតប៊ិចដែរតែដល់អញ្ចឹងទៅម៉ោង4ទៀបភ្លឺបើមិនបានគិតពិចារណាដល់គុកអីទេគោដាក់ស្រអុកនឹងកហ្នឹងបានគិតដល់ហ្នឹងណែគិតតែចង់ហ្នឹងដល់គេទៅប៉ុនប៉ងរំលោភទៅហ្នឹងដោយតាមលោកអធិការស្រុកលោកថាជនម្នាក់ឈ្មោះផាននេះណាហើយនឹងក្រុមគ្រួសារនៃចែអាយុ51ហ្នឹងណាគឺត្រូវជាបងប្អូនណែត្រូវជាបងប្អូនហ្នឹងធ្លាប់ឡើងចុះធម្មតាហ្នឹងចេញចូលរាប់អានអីទៅមកអីទៅអញ្ចឹងតែជួនឯអាថ្ងៃហ្នឹងវាដូចជារឿងស្ងាត់គេថារឿងស្ងាត់ឱកាសល្អអីមិនស្ងាត់ម៉ោង4កន្លះទៅហើយហ្នឹងមកហ្នឹងមានណាអត់ទាន់ធ្វើអីតែសំឡេងវិទ្យុកាមេរ៉ាទៅ5កន្លះបាននៅចាក់បត់នមស្ការទៅនឹងមានហោរាសាសអីផងព័ត៌មានបន្តតែនេះ4កន្លះគេថារឿងស្ងាត់ឡើងចុះស្គាល់កន្លែងស្គាល់កម្មចន្ទាប្រហែលកម្មបានកម្មប្រកាន់ដៃនៅខាងណាពីងទឹកនៅណាអស់ហើយហ្នឹងហើយដល់ស្ងាត់ល្អទៅរកចាប់ចែហ្នឹង51ក៏ទៅដែរធ្វើឱកាសល្អមើលឃើញយូរហើយដែរណាតប៉ុនប៉ងរំលោភចែហ្នឹងប៉ុន្តែចូលសំហៅមីងបណ្ដោយណាបាទតែមីងនៅរើបំរាស់មីងនៅការពារខ្លួនដែរហ្នឹងណា4កន្លះហ្នឹងកុំច្រឡំរោស្រីចាស់ហើយកុំណាអូនស្ទើស្ទើកម្លាំងមកសង្គ្រឹបណាមីងក៏បតៃបតប់គ្នាក៏ស្រែកឆោឡោឡោងយ៉ាងខ្លាំងផ្អើលណាម៉ោង4កន្លះហ្នឹងណាកាត់អីហ្នឹងដេកមកមើលទេហ្នឹងមិនមកមើលណាជួយផងមានគេចិត្តតាមមកសង្គ្រឹបចាប់រំលោភដល់ក៏ស្រែកហៅមីងប៉ុណ្ណឹងនៅហៅចំឈ្មោះអ្នកក្បែរខាងផងណាហៅណាតបអើយតបជួយផងហៅតបនោះឲ្យជួយពេលនោះតបលឺសូគេហៅឈ្មោះច្បាស់ឈ្មោះសំលេងទៅណាហៅច្បាស់ហើយអ្នកចិត្តយើងក៏ស្តុបហ្នឹងក៏បានងើបមកស្ទុះស្ទាបវេបវាមកជួយហ្នឹងគឺចុះមកដល់ព្រូប្រទៅស្រាប់តែផានឯណោះគេមើលទៅធៀបការថាស្ងាត់អីនៅគាត់ស្រែកទៅទៀតបានណាអញ្ចឹងក៏ឈប់លេងចង់ស្អីណាឲ្យសម្រេចអីទៅឈប់ក៏ស្ទុះចុះពីផ្ទះបាត់ទៅក្រោយពីកើតហេតុក្រុមគ្រួសាររបស់អ្នកមីងអាយុ51ឆ្នាំនេះបានទៅដាក់ពាក្យប្តឹងនៅសមត្ថកិច្ចក៏ចោទទៅខត់ខ្លួនស្អីផាននឹងបានតែហ្មងតាមពាក្យបណ្ដឹងភ្លាមមើលរំលោភតាមចាប់រំលោភពីម៉ោង4កន្លះបៀតភ្លឺណាដល់ព្រឹកឡើងថ្ងៃនេះមីងទៅប្តឹងណាព្រឹកនឹងឯងចាប់ខ្លួនផាននឹងបានហើយក៏នាំយកទៅអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីសួរចម្លើយរួចក៏គេសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការខេត្តទៀតចប់ហើយដល់ស្នងការឡើងទៅទេចាឡើងហើយ
បាទបើរ៉ូស៊ីលក់ដូរការចំណូលអាហ្នឹងប្រាក់ចំណូលទ្រព្យសម្បត្តិកើនឡើងតែរឿងប្រព្រឹត្តបទល្មើសអាហ្នឹងគឺគេកសាងសំណុំរឿងឡើងទៅតុលាការទៀតហើយត្រូវតុលាការសម្រេចឃុំខ្លួននៅថ្ងៃហ្នឹងឯងអត់ឲ្យចាំយូរទេនេះហើយណាទោសនៃកាមកុំចង់ពេកគេថាកុំស៊ីតាមឃ្លានកុំហ៊ានតាមចង់ត្រូវចេះកុំល្ងងរាល់បញ្ហាក្រែងតែព្យាយាមដាក់ទៅលេបទៅវាមានអីវាកើតតែបញ្ហាដល់ខ្លួនយើងអញ្ចឹងឲ្យមើលផងណាដែលឲ្យឆ្លាតវៀងវៃណាអាហារគួរស៊ីចាំស៊ីណាមិនគួរស៊ីកុំស៊ីអញ្ចឹងដូចយើងថាម្ទេសហូបទៅហឹលហើយអញ្ចឹងថាបើយើងនេះមិនចង់ហឹលកុំហឹលអញ្ចឹងណាឲ្យវាមើលឲ្យសពគ្រប់ជួនណាយើងឲ្យខ្សោយក្រពះពោះវៀនកុំហូបរបស់រឹងតែហូបទៅវាអាចឈឺអញ្ចឹងឲ្យយើងនេះមិនមែនជាគូប្រតិបត្តិរួមសង្វាស់អីស្របច្បាប់ប្រពៃណីនឹងចែនឹងមីងនឹងទេអញ្ចឹងយើងកុំទៅអីតែប៉ះពាល់ប៉ះពៀវាអាចនាំឲ្យយើងកើតគ្រោះថ្នាក់ដែរអញ្ចឹងណាគឺគ្រោះថ្នាក់ដោយផ្លូវច្បាប់គេចាប់ចងគេអនុវត្តទោសហ្នឹងឃើញទេអត់បានផលអីទេទោសនៃកាមគឺអញ្ចឹងកុំចេះតែបណ្ដោយអារម្មណ៍តាមការនឹកឃើញពេលបៀតភ្លឺខ្លះហ្នឹងក៏គេហៅថាវាស្ទុះកម្លាំងងើបទទួលភួយអីមិនហ្នឹងតែកុំតែផ្គត់ផ្គង់វាអញ្ចឹងព្រោះថាយើងវាអត់មានរបស់កម្មសិទ្ធិខ្លួនយើងអញ្ចឹងកុំទៅប៉ះពាល់ដល់គេបាទហើយចំពោះលោកអ្នកខ្លះគឺគាត់ថានេះឡើងដល់ឯងមិនឡើងអីសោះតែបើយើងមានគូសង្វាស់ហើយខ្សត់ខ្សោយកម្លាំងដំណេកអីហ្នឹងណែនាំខាងប្រុសសូមទទួលទាននៅ Summer Flash បាទនេះគឺជាអ្នកជំនាញក្នុងការកម្ចាត់បញ្ហា4មុខក្នុងពេលតែមួយបើជួយស្ដារជួយលើកស្ទួយកម្លាំងផ្នែកដំណេកសម្រាប់បរិបរោះដែលខ្សោយអាប់សង់អីជាមួយនឹងដៃគូសង្វាស់គ្រួសារណាបាទអាចទទួលទាន Summer Flash នេះទៅល្អជាទីទុកចិត្តបានហើយក៏អាចជួយដល់អ្នកដែលខ្សោយតម្រងនោមឧស្សាហ៍នោមញឹកនោមយប់ឡើងសម្រាប់មិនកើតអីហ្នឹងងាកនោមហ្នឹងពិសាហ្នឹងទៅគឺអាចជួយធ្វើឲ្យតម្រងនោមយើងហ្នឹងគឺល្អគ្រប់គ្រងទឹកនោមបានហើយក៏នឹងអាចជួយដល់អ្នកដែលមានបញ្ហារលាកក្រពះពោះវៀនដែរបើឈឺរ៉ាំរ៉ៃយូរឆ្នាំក៏ដោយទៅតែនឹងឈឺក៏ដោយក៏អាចពិសាទៅគឺនឹងបានធូរស្បើយជាសះទាំងអ្នកដែលឈឺសន្លាក់ដៃជើងសរសៃសសូងអីផងហ្នឹងក៏ប្រើបានបើត្រូវច្រើន4មុខក្នុងពេលតែមួយទុកចិត្តលើ Summer Flash លោកជូនពីស្ថានីយ៍វិទ្យុកាមេរ៉ាដែលស្ថិតនៅក្បែរខាងលិចសាលមហោស្រពស្ទឹងសង្កែទូរស័ព្ទលេខ097 213 9991 016 77 1897និង061 23 96 91